សួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាននាំនៅខ្សែអត្ថវីដេអូមួយបង្ហាញអំពីអត្ថប្រយោជន៍នៃការញ៉ាំផ្លែត្រសក់យើងដឹងថាត្រសក់គឺជាបន្លែមួយប្រភេទដែលយើងអាចយកមកញ៉ាំទទួលទានបន្ទាប់ពីធ្វើបន្លែហើយក៏វាអាចជួយសម្រួលជាថ្នាំក្នុងការកែសម្ផស្សផងដែរឥឡូវនេះយើងមកដឹងអំពីអត្ថប្រយោជន៍របស់ផ្លែត្រសក់ជាមុនសិនត្រសក់ផ្ដល់អត្ថប្រយោជន៍ចំពោះរាងកាយយើងច្រើនណាស់ឧទាហរណ៍ដូចជាផ្ដល់ផ្គត់ផ្គង់ជាតិទឹកក្នុងរាងកាយជួយបណ្ដេញជាតិពុលតាមរយៈទឹកនោមជួយថែរក្សាស្បែកឲ្យក្មេងជាងវ័យកាត់បន្ថយជាតិកូលេស្តេរ៉ុលជួយដល់សរសៃឈាមធ្វើឲ្យសក់សំទោសធ្វើជួយសម្រួលដល់សរសៃសក់ឲ្យរឹងមាំនិងជួយជំរុញដល់ការលូតលាស់របស់សរសៃសក់ជាតិកាកសរសៃផៃប៊ឺនៅក្នុងផ្លែត្រសក់ជួយគ្រប់គ្រងសម្ពាធឈាមរបស់យើងឲ្យនៅនឹងធឹងល្អជួយសម្អាតធ្មេញនិងជួយពង្រឹងសុខភាពមាត់ធ្មេញនិងសម្ពាធឈាមជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារជួយបន្ថយជាតិអាស៊ីតនៅក្នុងខ្លួនបង្កើនថាមពលរាងកាយជួយឲ្យមានអារម្មណ៍ស្រស់ស្រាយបង្កើនថាមពលដល់រាងកាយទប់ស្កាត់បញ្ហាប្រឈមនិងជំងឺផ្សេងៗជួយដល់ការស្រកទម្ងន់ជួយបង្កើនអាំងស៊ូលីនជួយសម្រួលដល់អាការៈរបស់អ្នកជំងឺទឹកនោមផ្អែមដោយឡែកមិនតែប៉ុណ្ណោះទេវាជួយសម្រួលឲ្យយើងអាចកាត់បន្ថយនៅជាតិស្រវឹងកាត់បន្ថយនៅជាតិពុលក្នុងរាងកាយយើងថែមទៀតផងហើយយើងដឹងថាផ្លែសក់សម្បូរទៅដោយវីតាមីនជាច្រើនដូចជាវីតាមីន B1 B2 B3 B5 B6 folic acid វីតាមីន C ផូស្វ័រ ប៉ូតាស្យូម ម៉ាញ៉េស្យូម ស័ង្កសីនិង